សម្ដេចរដ្ឋសភាធិការធិបតីខួនសុដារីដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្ដីពីស្ត្រីនៅទីក្រុងប៉េកាំងប្រទេសចិនសម្ដេចមហារដ្ឋសភាធិការធិបតីខួនសុដារីប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី13ខែតុលាឆ្នាំ2025បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្ដីពីស្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី13ខែតុលាឆ្នាំ2025នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងប៉េកាំងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកនេះមានវត្តមានចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិនីតិប្រតិបត្តិភ្នាក់ងារនៃអង្គការសហប្រជាជាតិដៃគូអភិវឌ្ឍន៍និងអង្គការអន្តរជាតិពាក់ព័ន្ធនានាសរុបប្រមាណជាង800មកពីប្រទេសជាង100ពីគ្រប់ទ្វីបទាំង5នៃពិភពលោកកិច្ចប្រជុំនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមិនត្រឹមដើម្បីប្រារព្ធអបអរសាទរខួបលើកទី30នៃសេចក្តីថ្លែងការណ៍និងផែនការសកម្មភាពពីទីក្រុងប៉េកាំងដែលត្រូវបានអនុម័តនៅឆ្នាំ1995ប៉ុន្តែជាឱកាសមួយដ៏ប្រសើរក្នុងការពិនិត្យវឌ្ឍនភាពនិងការប្រឈមនានាស្ដែងចេញពីការអនុវត្តសេចក្តីថ្លែងការណ៍និងផែនការសកម្មភាពពីទីក្រុងប៉េកាំងដែលត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះនិងជាប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាព Gender បង្កើនភាពអង់អាចដល់ស្ត្រីនិងការពារសិទ្ធិរបស់ស្ត្រីនិងក្មេងស្រីនៅទូទាំងពិភពលោកថ្លែងបើកកិច្ចប្រជុំឯកឧត្តមស៊ីជីនពីងបានគូបញ្ជាក់ថា30ឆ្នាំបន្ទាប់ពីសន្និសីទទីក្រុងប៉េកាំងកាលពីឆ្នាំ1995ដែលបានអនុម័តនៅសេចក្តីថ្លែងការណ៍និងផែនការសកម្មភាពពីទីក្រុងប៉េកាំងទាំងអស់គ្នាបានសម្រេចនូវសមិទ្ធផលគួរកត់សម្គាល់ក្នុងការលើកកម្ពស់សមភាព Gender ការផ្ដល់ភាពអង់អាចដល់ស្ត្រីប្រទេសចំនួន189បានផ្ដល់សច្ចាប័នលើអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងស្ត្រីនិងប្រទេសជាង190បានអនុម័តច្បាប់ជិត1600ដែលបានការពារសិទ្ធិស្ត្រីហើយប្រទេសកាន់តែច្រើនឡើងបានបង្កើតផែនការសកម្មភាពជាតិដើម្បីបង្កើនសុខុមាលភាពរបស់ស្ត្រីការអប់រំរបស់ស្ត្រីមានការរីកចម្រើនជាបន្តបន្ទាប់ដោយបានដើរតួនាទីកាន់តែសំខាន់នៅក្នុងជីវិតសេដ្ឋកិច្ចនយោបាយវប្បធម៌និងសង្គមឯកឧត្តមប្រធានាធិបតីស៊ីជីនពីនបានផ្ដល់នូវអនុសាសន៍ចំនួន4ចំណុចដល់អង្គប្រជុំដូចជាការត្រូវធ្វើការរួមគ្នាដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការលូតលាស់និងការអភិវឌ្ឍរបស់ស្ត្រីត្រូវតែរួមគ្នាជំរុញសន្ទុះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃបុព្វហេតុស្ត្រីត្រូវរួមគ្នាកសាងក្របខ័ណ្ឌអភិបាលកិច្ចដែលការពារសិទ្ធិនិងផលប្រយោជន៍របស់ស្ត្រីនិងត្រូវរួមគ្នាសរសេរជំពូកថ្មីក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ស្ត្រីជាសកលសម្រាប់ចិនឯកឧត្តមប្រធានាធិបតីបានបង្ហាញពីការបដិញ្ញាចិត្តក្នុងការផ្ដល់ការគាំទ្រដល់បុព្វហេតុរបស់ស្ត្រីក្នុងរយៈពេល5ឆ្នាំខាងមុខដោយជាការបរិច្ចាគថវិកា$10 លានអាមេរិកជូនដល់អង្គការ UN Women និងថវិកា$100 លានសម្រាប់កិច្ចសហប្រតិបត្តិការត្បូងមូលនិធិជួយដល់ស្ត្រីនិងក្មេងស្រីនិងដៃគូពាក់ព័ន្ធនិងគម្រោងខ្នាតតូចចំនួន1000គម្រោងសម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រីនិងស្ត្រីចិនជាង50,000នាក់ជាដើមសូមជម្រាបថាបន្ទាប់ពីពិធីបើកកិច្ចប្រជុំជាផ្លូវការហើយកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្ដីពីស្ត្រីនិងស្ដាប់នៅបទអន្តរាគមន៍ពីប្រមុខរដ្ឋថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិនីតិប្រតិបត្តិនិងបណ្ដាដៃគូនានាអំពីវឌ្ឍនភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍និងផែនការសកម្មភាពពីទីក្រុងប៉េកាំងឆ្នាំ1995សម្ដេចមហារដ្ឋសភាធិការធិបតីក៏នឹងអញ្ជើញថ្លែងសន្ទរកថាទៅកាន់កិច្ចប្រជុំនារុស្ស៊ីថ្ងៃទី13ខែតុលាឆ្នាំ2025នេះផងដែរ